đăng cái ắt đăng hỏi tới phép cái thật thay chilien piên cái đăng ta pa hát ấy dương ắt đăng cái sai năng chui ấy dương bản lúc mà đất la mong hay sao anh chạy từ bên tha xong ai đặt tha bị bao khai nắng nè sao xong cướp đặt tha bị bao tầng nơi bò tê nắng đặt sầm piết thay ấy đọ toạc trên bị Campuchia ắtได้เคยđặt tha bị bao Campuchia sao ai đặt tha bị bao mùi cao tô thay thế nào ắtได้เลยถ้าได้มันจะเอัดได้บอลโอนព្រោះយើងគ្មានតំណែងតំណងស្អិតល្មួតជាមួយនឹងរដ្ឋាភិបាលទាំងអស់នេះទេគេមិនសូវជារាប់រយយើងប្រមាណទេអត់ពឹងគេបានទេយើងពឹងបានតែរដ្ឋាភិបាលចិនមួយគត់ដែលគិតថាជាមិត្តមើលឆ្នាំចិនប្រលេះដៃយើងចោលទៀតដូច្នេះខ្មែរយើងអត់មានការពឹងចឹងបានមើលទៅអត់មានបើលិខិតមានដែរមានលិខិតចំហស្នើឲ្យសហគមន៍អន្តរជាតិជួយថ្កោលទោសថៃជួយឲ្យថៃដោះស្រាយនេះយើងផ្ញើទៅលើអាកាសនិងលើខ្យល់ហ្នឹងអ្នកណាគេដឹងទៅសេទៅលោកម៉ាក្រុងមើលទៅសេទៅម៉ាឡេស៊ីទៅសេទៅឥណ្ឌូនេស៊ីទៅសេទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ដាក់ចំប្រធានាធិបតីនាយករដ្ឋមន្ត្រីគេឲ្យសុំឲ្យថ្កោលទោសថៃចឹងមើលតែយើងអត់មានសេចក្តីថ្លែងសារនឹងបែបហ្នឹងចាំបានលោកបណ្ឌិតឡើងមកឲ្យលោកស្នើអញ្ចឹងដែរលោកថាអញ្ចេះកិច្ចការទូតឲ្យគេដាក់សម្ពាធលើសៀមហ្នឹងគឺមានដូចតទៅទី1យើងត្រូវសុំគ្រប់រដ្ឋាភិបាលអង្គការសហប្រជាជាតិអគ្គលេខាធិការនិងគ្រប់ស្ថាប័ននៃអង្គការពិភពលោកនេះនិងអង្គការអន្តរជាតិឲ្យទៀតឲ្យថ្កោលទោសឬដាក់សម្ពាធឬសុំឲ្យសៀមឈ្លានពានដកកងទ័ពរបស់គេចេញពីទឹកដីយើងនិងគោរពអធិបតេយ្យឯករាជ្យនិងបូរណភាពនៃដែនដីរបស់ប្រទេសយើងខ្ញុំថាសំណើរបស់លោកបណ្ឌិតឡាំបង្ហាយគឺមានភាពសមស្របគឺយើងអត់ដែលបានដាក់ទៅចំមនុស្សទេយើងប្រហើចោលលិខិតចំហទៅសេចោលចឹងទៅអ្នកណាគេស្ដាប់យើងឥឡូវលោកហ៊ុនម៉ាណែតទៅអាមេរិកសម្ភារជាមួយសារព័ត៌មានហ្នឹងចំហទៀតនិយាយចោលតាមសារព័ត៌មានចឹងទៅហើយឲ្យថៃមានឱកាសវាយបកមកយើងវិញទៀតទូទៅហ្នឹងមើលទៅដូចជាចង់បានដីខ្មែរមកវិញដូចលោកគុជលីដែរអត់ខុសគ្នាហ្មងទេមើលទៅចង់បានណាក៏ប៉ុន្តែអ្វីដែលជាយុទ្ធសាស្ត្រនៅក្នុងការដណ្ដើមឬក៏ទាមទារឬក៏យកដីខ្មែរមកវិញនោះគឺវាមិនមែនជាការដេកចាំផ្សងសំណាងហើយស្អំចិត្តប្រជាពលរដ្ឋថាកំភៃនឹងបានព្រោះអីអ្វីដែលថៃកំពុងធ្វើជាការពិតហើយដោយលោកគុជលីមានប្រសាសន៍ចឹងថៃគឺគេកំពុងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងដីដែលគេកំពុងតែគ្រប់គ្រងហ្នឹងហើយយូរម្ដងគឺគេរុលលើសហ្នឹងទៀតយូរម្ដងយកកុងតឺន័រមកចូលរំលោភដែនហួសដែនខ្មែរថ្ងៃនេះនៅថ្មដាយកកុងតឺន័រមកបិទចិត្តឈឹងបលាលួសដាក់អស់ចិត្តឥឡូវបិទចិត្តឈឹងមានក្រុមសង្កេតការណ៍អន្តរជាតិសំទោសអាស៊ានអីចោះចូលទៅដែរឈរមើលគេភ្លឺស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អបានត្រឹមរូបថតនិងរូបវីដេអូនឹងថតខ្ទីអស់ហើយក៏ប៉ុន្តែកុងតឺន័រពេលតែក្រុម AOT ចេញមកកុងតឺន័រដាក់ខ្ទេចបិទអស់លីងផ្លូវយូរទៅមានជនជាតិចិនប្រហែលអ្នកដែលជាម្ចាស់ហាងម្ចាស់អាគាររបស់ខ្លួនដែលរងការរំខានហ្នឹងក៏ទៅបោចអាបដាហ្នឹងមកទៅតតាំងទៅឲ្យដៃកដាលដៃអីក្រុមថៃបានអីមកវិញជាការពិតគាត់មិនពេញចិត្តហ្នឹងគឺគាត់តវ៉ាហ្នឹងត្រូវឲ្យព្រោះដីកន្លែងហាងរត់ទទួលទានរបស់គាត់ជួលគាត់ស្នាក់នៅទីនោះគាត់បាត់បង់មុខរបររបស់គាត់គឺគាត់វេទនាណាក៏ប៉ុន្តែអានោះមិនមែនជាវិធីសាស្ត្រនៅក្នុងការទារដីខ្មែរមកវិញទេវាគ្រាន់តែជាការបង្ហាញកំហឹងឈឺចាប់ក្តៅក្រហាយរបស់យើងនៅក្នុងមួយគ្រាព្រោះយុទ្ធសាស្ត្រនៅក្នុងការដែលទៅតតាំងបោចបដាឬក៏ទៅឈររារាំងក្រុមរបស់ខាងថៃដែលយកកុងតឺន័រមកដាក់ឬក៏ធ្វើហេដ្ឋារចនាសម្ព័ន្ធអីមិនបានផលទេព្រោះផលដែលមិនបានហ្នឹងគឺដោយសារអីមកដល់ម៉ោងនេះគឺតំបន់ដែលថៃគ្រប់គ្រងទាំងអស់នោះគឺជាតំបន់អធិបតេយ្យរបស់ថៃទៅហើយមិនមែនថៃតេអាចមកដាក់កុងតឺន័រឬដាក់បលាលួសឬក៏ដាក់អីបានស្រាញ់ចិត្តទេជាការពិតយើងគិតថាបើដាក់លើសពីកន្លែងដែលព្រមព្រៀងគ្នាហ្នឹងអាហ្នឹងថៃបំពេញច្រើនទៀតព្រោះកម្ពុជាបាននិយាយថាបំពេញប៉ុន្តែអ្វីដែលថៃកំពុងតែធ្វើនៅក្នុងដីដែលយើងព្រមព្រៀងគ្នាជាមួយថៃហ្នឹងគឺយើងអាចធ្វើអីថៃបានទេហេតុអីបានជាអញ្ចឹងព្រោះអីនៅក្នុងថ្ងៃទី27ខែធ្នូឆ្នាំ2025លោកទាសីហាដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងឲ្យរដ្ឋាភិបាលកម្ពុជារបស់លោកហ៊ុនម៉ាណែតហ្នឹងគឺចុះហត្ថលេខាព្រមព្រៀងជាមួយនឹងក្រសួងការពារជាតិថៃដែលតំណាងឲ្យលោកណាត់តភុងណាផានិចនៅក្នុងការរៀបចំឲ្យមានប័ណ្ណឈប់បាញ់គ្នាហើយព្រមព្រៀងគ្នាថាអ្នកណានៅណាអ្នកនឹងនៅនឹងអ្នកណាឈរជើងណាអ្នកនឹងឈរជើងហ្នឹងបានន័យថាម៉េចបានន័យថាបើឈរជើងកន្លែងហ្នឹងអភិវឌ្ឍកន្លែងហ្នឹងធ្វើអីកន្លែងហ្នឹងធ្វើទៅព្រោះអត់មានមាត្រាណាប្រការណាដែលហាមឃាត់មិនឲ្យធ្វើនៅក្នុងហ្នឹងខ្មែរក៏ធ្វើថៃក៏ធ្វើវាអាចកសលត្រង់ថាពេលដែលអ្នកណានៅណាអ្នកនឹងនៅហ្នឹងគឺថៃនៅចូលដីខ្មែរទាំងអស់កម្ពុជាយើងខ្មែរយើងអត់បានចូលដីថៃសូម្បីតែមួយចំអាមវិញឯកសលតែប៉ុណ្្នឹងឯងបាទនៅក្នុងប័ណ្ណឈប់បាញ់ហ្នឹងបើខ្មែរចូលទៅដីថៃបាន 50% ថៃចូលមកដល់ដីខ្មែរបាន 50% អាហ្នឹងវាមានចំណែកមួយវាដូចថាវាស្មើមានតុល្យភាពគ្នាដែរតែវាអត់សោះទីតាំងទាំង14កន្លែងដែលរដ្ឋាភិបាលទទួលស្គាល់ដែលថាថៃឈ្លានពានទន្ទ្រានបានគឺជាដីរបស់ខ្មែរពីដើមទាំងអស់ហើយអាហ្នឹងអត់គិតសាង26កន្លែងទៀត27កន្លែងទៀតដែលថៃគ្រប់គ្រងបានគ្រាន់តែរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ទេរដ្ឋាភិបាលកម្ពុជាទទួលស្គាល់តែ14កន្លែងទេអញ្ចឹងក្រៅពីហ្នឹងដែលមន្ត្រីសង្គមឬក៏រដ្ឋាភិបាលក្រៅប្រទេសអីឬក៏អ្នកផ្សេងទៀតទាំងទាហានជួមុខអីឬក៏ទាហានថៃខ្លួនឯងដែលផ្សព្វផ្សាយមកមានប្រមាណ40ទីតាំងហ្នឹងគឺមែនតើទៅគឺជាផ្នែកនៃការព្រមព្រៀងគ្នានៅក្នុងប័ណ្ណឈប់បាញ់ហ្នឹងឯង
គឺបានន័យថាថៃរឹបអូសឬក៏គ្រប់គ្រងតំបន់អីហ្នឹងคล้ายទៅជាកម្មសិទ្ធិរបស់គេធ្វើអីក៏បានដែរដោយសារតែយើងថាអ្នកណានៅណានៅណាអញ្ចឹងនៅពេលដែលថៃចាប់ផ្ដើមដាក់កុងតឺន័រដាក់បន្លាលួសភាគច្រើនគឺកម្ពុជាអត់អាចទៅបោចបន្លាលួសនឹងបានហើយមានតែការតវ៉ាដោយសារអីដោយសារតែយើងជ្រុលនៅក្នុងការព្រមព្រៀងជាមួយថៃហើយថាតំបន់ហ្នឹងអ្នកនឹងនៅណាអ្នកណានៅណានៅហ្នឹងអញ្ចឹងអាតំបន់ដែលគេកំពុងដាក់កុងតឺន័រដាក់បន្លាលួសហ្នឹងគឺជាតំបន់ដែលមានទាហានថៃដែលនៅគ្រប់គ្រងនៅនឹងបានយូរហើយនឹងតាំងពីថ្ងៃទី27ខែធ្នូដូច្នេះតើយើងទៅឲ្យគេប្រាប់គេថាកុំដាក់បានដែរទេប្រាប់គេថាកុំធ្វើអីបានទេកុំយករូបបដិមាយកមកដំឡើងនៅភ្នំនេះបានទេកុំសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាក់បេតុងអីទៅបានទេកុំឈូសឆាយអាគារសំណង់អីផ្សេងនៅក្នុងទីហ្នឹងបានទេកុំឲ្យថៃនឹងធ្វើអីផ្សេងផ្ដេសផ្ដាស់នៅតំបន់ទាំងអស់ហ្នឹងបានទេវាអត់ទេយើងបានតវ៉ាពីចម្ងាយប៉ុន្តែយើងអាចខាត់ខាំងថៃមិនឲ្យធ្វើអ្វីនៅក្នុងដែនអធិបតេយ្យពីមុនដែលជារបស់ខ្មែរនឹងបានទេដោយសារអីដោយសារយើងព្រមព្រៀងគ្នាថាអានឹងគឺជាកន្លែងដែលគេគ្រប់គ្រងបានអញ្ចឹងបានន័យថាលើកឡើងតែថៃយកមកអភិវឌ្ឍហួសពីអាព្រំដែនព្រំបន្ទាត់ដែលយើងព្រមព្រៀងគ្នានឹងតែអញ្ចឹងមានន័យថាតំបន់ទាំងអស់នោះគឺស្ថិតក្នុងដែនអធិបតេយ្យរបស់ថៃហើយទៅពេលនេះហេតុអីបានជាស្ថិតនៅក្នុងដែនអធិបតេយ្យគេបងប្អូនព្រោះគេមានទាហានរបស់គេនៅក្នុងហ្នឹងគេយកទាហានរបស់គេមកដល់ទីហ្នឹងគេយកអនុព័ន្ធយោធាបរទេសមកដល់ទីហ្នឹងគេយកមន្ត្រីចារកិច្ចចារកម្មឬក៏រហូតដល់ប៉ូលីសអន្តរជាតិមកដល់ទីហ្នឹងនៅតំបន់មួយចំនួនកាស៊ីណូទៀតផងតែយើងចេះតែតវ៉ាអញ្ចឹងតែការតវ៉ានេះគឺមិនខុសឆ្គងអីទេខាងភាគីកម្ពុជាគឺធ្វើដើម្បីបញ្ជាក់ថាខ្លួនមិនពេញចិត្តមិនគ្រប់គ្រងនៅអ្វីដែលជាការឈ្លានពានឬអីរបស់ថៃប៉ុន្តែការតវ៉ាមួយមុខមិនគ្រប់ទេគឺតតែដាក់ប្រឹងថៃអញ្ចឹងវិលមកលោកគុជលីវិញពេលដែលលោកប្រាប់ថាកម្ពុជាអត់ធ្មត់ថៃដេកភ័យបន្តិចទៀតទៅកសោបយកមកវិញទាំងអស់នេះគឺជាភាសាស្អំចិត្តប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងលោកគុជលីលោកជាបណ្ឌិតខាងច្បាប់ខាងវិទ្យាសាស្ត្រនយោបាយហើយជាប្រធានគណៈបកមួយផងលោកអត់ដែលស្នើឲ្យទៅរដ្ឋាភិបាលប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិឬតុលាការព្រហ្មទណ្ឌអន្តរជាតិទេឬមួយក៏ខ្ញុំរំលងសាររបស់លោកគុជលីខ្ញុំសូមអធិស្ឋានដែរព្រោះខ្ញុំអត់អាចទៅមើលអស់នៅពេលបុគ្គលម្នាក់បង្ហោះសារអីនិយាយអីពីមុនមកអញ្ចឹងបងប្អូនគិតថាលោកគុជលីធ្លាប់លើកទឹកចិត្តឬក៏អំពាវនាវឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការយុតិធធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិសូមផ្ញើសារនៅក្នុង inbox របស់ខ្ញុំផងដើម្បីឲ្យខ្ញុំមានភាពយុត្តិធម៌សម្រាប់លោកគុជលីផងព្រោះអីកុំឲ្យជាថាមកជ្រុងអីអញ្ចឹងទៅតាមពិតលោកធ្វើអញ្ចេះអីអញ្ចេះទៅអាចខ្ញុំម្នាក់ឯងមើលមិនគ្រប់ជ្រុងជ្រោយប៉ុន្តែសាររបស់លោកគុជលីដែលប្រើពាក្យថាកម្ពុជាអត់ធ្មត់ទុកពេលឲ្យសៀមសាងសង់តាមបណ្ដោយព្រំដែនឲ្យហើយសិនហើយចូលគ្រប់គ្រងវិញតាមក្រោយជាល្បិចទល់ល្បិចឆ្នាំ2026នេះបង្ហាញថាកម្ពុជាគឺដេកផ្សងសំណាងថានឹងបានរបស់អស់នោះវិញតាមរយៈការតវ៉ាតាមរយៈការវាស់វែងព្រំសីមាតាមរយៈយន្តការចរចាទ្វេភាគីហើយព្រោះបើប្តឹងទៅតុលាការអន្តរជាតិគឺយើងអត់ប្រើពាក្យនេះទេព្រោះប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិមិនច្បាស់ថានឹងអាចនិយាយបែបនេះបានផងព្រោះអីតុលាការមិនដឹងសម្រេចយ៉ាងម៉េចផងទេអញ្ចឹងយើងទុកពេលអញ្ចឹងមិនអាចនឹងច្បាស់ប៉ុន្តែចំពោះខ្ញុំវិញបើប្តឹងទៅតុលាការអន្តរជាតិបើសិនជាលោកគុជលីសរសេរអញ្ចេះខ្ញុំគ្រប់គ្រង 100% កម្ពុជាអត់ធ្មត់នឹងទុកពេលឲ្យសៀមសាងសង់តាមបណ្ដោយព្រំដែនឲ្យហើយសិនទើបយើងចូលគ្រប់គ្រងវិញតាមក្រោយនៅពេលដែលតុលាការយុតិធធម៌អន្តរជាតិសម្រាប់ក្តីឲ្យខ្មែរឈ្នះក្តីគ្រប់គ្រងតំបន់នេះតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907នេះបើសិនជាសរសេរឃ្លាបែបនេះខ្ញុំជឿថាវាមិនតលន់ខ្លាំងដោយការដែលនិយាយថាតវ៉ាបដិសេធកោតទោសអីហ្នឹងថានឹងបានរបស់អស់នោះទាំងមកវិញណាដូច្នេះខ្ញុំសរុបសេចក្តីមកវិញគឺប្រជាពលរដ្ឋខ្មែរសពថ្ងៃលោកបាក់ស្បាតនឹងប្រជាពិធដ្ឋណាបងប្អូនតែអញ្ចឹងលោកតលន់នឹងការដែលរដ្ឋាភិបាលក៏ដូចជាមន្ត្រីផ្សេងទៀតគណៈបកនយោបាយឬក៏អ្នកឃោសនិករបស់គណៈបកកណ្ដាលអំណាចឬគណៈរដ្ឋាភិបាលកម្ពុជានឹងម្ដងហើយម្ដងទៀតថាអត់ធ្មត់នៅស្ងៀមនៅស្ងប់ទៅកុំស្ងៀមតវ៉ាអញ្ចេះតវ៉ាអញ្ចោះទៅថ្ងៃណាមួយយើងនឹងបានមកវិញឥឡូវនេះអ្វីដែលកម្ពុជាកំពុងធ្វើគឺកំពុងតែបន់ផ្សងឲ្យថៃមានរដ្ឋាភិបាលថ្មីហើយសង្ឃឹមថារដ្ឋាភិបាលថ្មីណាមួយដែលដឹកនាំដោយនាយករដ្ឋមន្ត្រីណាក៏ដោយអាចនឹងមកអង្គុយចរចាជជែកជាមួយនឹងកម្ពុជាដើម្បីនិយាយគ្នាវាស់វែងព្រំខណ្ឌសីមារបស់យើងវិលទៅរកអយន្តការ MOU ឆ្នាំ2000 AJBC GBC RBC អីហ្នឹងយកមកជជែកទៅគណៈកម្មការហ្នឹងដែលសង្ឃឹមថានឹងអាចវាស់វែងបានបងប្អូនសង្ឃឹមភ្លើងយក្សទេព្រោះអីដូចខ្ញុំបានជម្រាបអញ្ចឹងថាមិនចំពោះថារដ្ឋាភិបាលថៃដឹកនាំដោយយក្សមកពីឋានប្រអិនឋានប្រព្រំឬឋានយក្សណាទេវាអត់មានអ្នកណាអាចនឹងដោះស្រាយព្រំប្រទល់ដែនទ្វេភាគីជាមួយកម្ពុជាបាននៅពេលដែលតាហ៊ានថៃស្លាប់អស់ប្រមាណ10នាក់តាហ៊ានខ្មែរស្លាប់អស់រាប់រយនាក់រួចទៅប្រជាពលរដ្ឋស៊ីវិលរងការដូចថាអំពើមហន្តរាយនេះកើតឡើងគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែនយើងឆ្លោះគ្នាដល់ដំណាក់កាលនេះថៃវាយគ្រប់គ្រងដែនអធិបតេយ្យយើងបានយ៉ាងមកកណកដឹកថៃគេខ្ជិះឲ្យយើងវិញស្រួលមែនអ្នកទាំងអស់នោះគេរួចខ្លួនមែននៅក្នុងការជជែកទ្វេភាគីហើយបើជជែកទ្វេភាគីនោះយើងយកផែនទីអីមកប្រើយើងច្បាស់ខ្លួនឯងហើយកម្ពុជា 100% គឺផែនទីខ្នាត1លើ200,000ថៃគេខ្នាតលើ150,000តើយើងទៅជជែកគ្នាយ៉ាងម៉េចនៅពេលដែល2អ្នកប្រើផែនទី2តើយើងទៅជជែកគ្នាយ៉ាងម៉េចនៅពេលដែលគ្នា2អ្នកដណ្ដើមគ្នាដេកកដាល
ក្មេងបៀមដៃក៏រនឹកមិនឃើញថាយើងនឹងអាចជជែកគ្នាឈ្នះគ្នាថានឹងមានម្នាក់ដេកកដាលដែរវាអត់ព្រោះគ្នាពីរនាក់ដណ្ដើមដេកកដាលវាច្បាស់ជាធ្លាក់ពីលើក្រែលើកៅអីនឹងទាំងអស់គ្នាហើយព្រោះអីវាច្បាស់ណាស់វាតតែមាន3នាក់បានរកកដាលឃើញហើយ3នាក់ហ្នឹងគឺសំដៅទៅលើតុលាការយុត្តិធម៌អន្តរជាតិដែលជាអ្នកកាត់ក្តីហើយតុលាការអន្តរជាតិមិនមែនធ្លាប់កាត់ក្តីតែរឿងយើងម្ដងឯណាធ្លាប់កាត់ក្តីតាំងពីរឿងប្រាសាទព្រះវិហារមកដែលផ្ដល់ភាពស្របច្បាប់និងយុត្តិធម៌ឲ្យកម្ពុជាហើយយើងយកអាប្លង់រឿងហ្នឹងដើម្បីការពារថៃទប់ការពារតំបន់ព្រះវិហារបានគង់វង្សដល់ថ្ងៃហ្នឹងក៏ដោយសារតែប្លង់រឿងរបស់តុលាការយុត្តិធម៌អន្តរជាតិដែរបើអត់ព្រះវិហារមកនេះថៃគេហ៊ានប្លង់គ្រាប់ដាក់ឡើងសោះបែបនេះបើយកបានលេបយកព្រះវិហារបាត់ហើយគាត់ថាលេបវាមិនចូលដោយសារតែរឿងប្លង់រឿងយើងណាដូច្នេះបើយើងចង់បានប្លង់រឿងហ្នឹងគឺតើតែយើងប្តឹងទៅតុលាការនេះហើយបើអត់ប្តឹងទេយើងផ្សងព្រេងផ្សងផាត់ព្រេងវិសាហ្នឹងទៅហើយស្អំចិត្តនៅក្នុងពេលហ្នឹងខ្ញុំសរសើរដែរមន្ត្រីសកម្មជនរបស់គណៈបកកណ្ដាលអំណាចឬក៏គណៈបកណាដែលចង់បានសម្លេងពីប្រជាពលរដ្ឋហ្នឹងគឺប្រើឃ្លាមួយគឺស្អំចិត្តលួងចិត្តប្រជាពលរដ្ឋថាកុំភ័យអ្នកដែលភ័យគឺខាងនោះទេបន្តិចទៀតយើងចូលទៅគឺគេរៀបចំឲ្យស្អាតហើយយើងចូលទៅយកហ្មងគឺថាយុទ្ធសាស្ត្រកាសោបយុទ្ធសាស្ត្រគឺថាយើងឲ្យចូលលំតាក់របស់យើងអីចឹងទៅតាមពិតខ្ញុំសរសើរភាពប្រកែគូលួងចិត្តនឹងដែរតែយ៉ាងណាបងប្អូនពាក្យដដែលជួនកាលវាស៊ាំទៅអត់មានឃើញលទ្ធផលអីក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋកាន់តែរិចរិលទៅវាធ្វើឲ្យកើតជំងឺផ្លូវចិត្តជំងឺបាក់ទឹកចិត្តជំងឺថប់អារម្មណ៍ជំងឺអីសពបែបយ៉ាងនៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរអ្នកខ្លះរហូតដល់លែងចង់ស្ដាប់ show លែងចង់មើលលែងចង់ឮទាំងអស់រឿងនៅប្រទេសកម្ពុជាដោយសារតែភាពគ្មានដំណោះស្រាយនឹងវាដដែលហើយឃើញផ្លូវតល់ច្រកហើយប៉ុន្តែនៅតែមានអ្នកដោះស្រាយបកស្រាយដោះសារអញ្ចឹងរហូតថ្ងៃនេះអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាក៏មិនខ្វះសារនៅក្នុងការលួងចិត្តស្អំចិត្តប្រជាពលរដ្ឋដែរលោកបានលើកឡើងតាក់ទងនឹងក្រៅពីដឹកនាំក្រុមសង្កេតការរបស់អាស៊ានទៅពិនិត្យស្ថានភាពព្រំដែនកម្ពុជាបានធ្វើការតវ៉ាជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងគ្រប់ករណីនៃសកម្មភាពរបស់យោធាថៃដូចជាការដាក់កុងតឺន័រនិងរាយបន្លាលួសដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឲ្យចូលទៅយកទ្រព្យសម្បត្តិរបស់ខ្លួនមកវិញឬក៏ការបំផ្លាញផ្ទះប្រជាពលរដ្ឋនិងសកម្មភាពដែលធ្វើឲ្យមានការកែប្រែបរិយាកាសសន្តិសុខនៅក្នុងឬក៏ជុំវិញតំបន់ជនស៊ីវិលការពង្រឹងការគ្រប់គ្រងយោធាឬការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងដែលយោធាថៃដណ្ដើមកាន់កាប់ដោយកម្លាំងដែលផ្ទុយពីច្បាប់អន្តរជាតិភាសាណាក៏កម្ពុជានិយាយថាមិនទទួលស្គាល់ការគ្រប់គ្រងដែនដីកម្ពុជាដោយកម្លាំងយោធាផ្ទុយពីច្បាប់អន្តរជាតិដែរម៉ោងណាក៏និយាយហ្នឹងនិយាយទៅប្រមាណខែហ្នឹងឬក៏ប្រមាណថ្ងៃម៉ោងណាក៏និយាយថាកម្ពុជាដាច់ខាត់មិនទទួលស្គាល់ដែនដីកម្ពុជាដែនអធិបតេយ្យកម្ពុជាដែលរំលោភបំពានដោយកម្លាំងប្រដាប់អាវុធដែរប៉ុន្តែខ្ញុំឆ្ងល់រឿងមួយនៅពេលដែលយើងប្រាប់ថាយើងមិនទទួលស្គាល់ដែនដីកម្ពុជាដែលវាយដណ្ដើមបានដោយថៃដោយកម្លាំងប្រដាប់អាវុធហ្នឹងតើយើងមានដែលទទួលស្គាល់ទេដែលយើងថាប្រកែកមិនទទួលស្គាល់ថាខុសច្បាប់អន្តរជាតិតើអ្នកណាដែលសញ្ញេជាមួយគេថ្ងៃ27ខែធ្នូហ្នឹងអ្នកណាគេអ្នកសញ្ញេហ្នឹងអ្នកណាគេដែលចុះហត្ថលេខាប្រាប់ថៃថាអ្នកឯងនៅណានៅហ្នឹងបានន័យថាម៉េចបានន័យថាអ្នកឯងទទួលស្គាល់យើងទទួលស្គាល់ដែនអធិបតេយ្យរបស់កម្ពុជាដែលវាយបានដោយកម្លាំងប្រដាប់អាវុធតើហេតុអីបានជាយើងគិតថាមកដល់ម៉ោងហ្នឹងអាហ្នឹងខុសច្បាប់ទេយើងមិនទទួលស្គាល់ទេហេតុអីបានជាយើងអាចនិយាយភាសាបែបហ្នឹងបាននៅពេលតែយើងជាអ្នកចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងប័ណ្ណជប់បាញ់ថ្ងៃ27ខែធ្នូរវាងលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងរវាងលោកណដ្ឋភុងណាផានិចនៃក្រសួងការពារជាតិថៃចំណុចមានច្រើនប្រការដែលក្នុងប្រការហ្នឹងគឺទទួលស្គាល់ថាអ្នកណាឈរជើងនៅណាអ្នកនឹងឈរជើងនៅហ្នឹងបានន័យថាម៉េចបងប្អូនកិច្ចព្រមព្រៀងនេះមិនមែនរវាងអ្នកលក់លីហាលនិងអ្នករត់ផាសស្អាតទេណាបងប្អូនមិនមែនជាកិច្ចព្រមព្រៀងគ្នានៅក្នុងការអូអ្នកឯងលក់លីហាលហើយនឹង pass up របស់ខ្ញុំយើងមានកិច្ចសន្យាមួយជា MOU ការយោគយល់គ្នាមួយគឺខ្ញុំជួយដឹកអ្នកឯងទៅដល់គោលដៅមិនបាច់ឲ្យលុយទេដូរជាលីហាលទៅព្រោះខ្ញុំចូលចិត្តលីហាលដោះដូរគ្នាចឹងមិនមែនចឹងទេណាបងប្អូនមិនមែនជាការព្រមព្រៀងគ្នារបៀបលីហាលឬ pass up ទេគឺជាការព្រមព្រៀងគ្នាកម្រិតរដ្ឋនឹងរដ្ឋបានន័យថាជាលិខិតកតិយុត្តផ្លូវការលិខិតច្បាប់ផ្លូវការដែលកម្ពុជាប្រកាសជាអោលរិទ្ធប្រាប់ភាគីថៃនិងអន្តរជាតិថាអ្នកឯងនៅនឹងគ្រប់គ្រងនឹងទៅប៉ុណ្ណឹងសិនប៉ុន្តែកុំរៀលរុលមកទៀតយើងមានប័ណ្ណជប់បាញ់មួយទៅហើយយើងស្អំរក្សាប័ណ្ណជប់បាញ់ហ្នឹងឲ្យមានប្រសិទ្ធភាពនេះមានអាស្មារតីមួយទៀតយើងទទួលស្គាល់ដីទាំងប្រមាណកន្លែងដែលនៅក្នុងប័ណ្ណជប់បាញ់ណានៅហ្នឹងកម្ពុជាថាអ្នកណានៅណាហ្នឹងតែ14កន្លែងទេប៉ុន្តែមកដល់ម៉ោងនេះអ្នកណានៅណាហ្នឹងគឺថៃគ្រប់គ្រងជិត40កន្លែងឯណោះមិនមែនតិចទេបងប្អូនដូចខ្ញុំនិយាយចឹងកុំថាឡើយទៅ40កន្លែងកុំថាឡើយ41កន្លែងសូម្បីតែ1មីលីម៉ែត្រក៏ដីខ្មែរដែរអត់មានថៃអាចគ្រប់គ្រងបានប៉ុន្តែយើងម្ចាស់ផ្ទះជាការពិតដែរយើងនិយាយថានិយាយនឹងដូចអត់មានដឹងច្បាប់សង្គ្រាមអីបន្តិចសោះយើងនិយាយនឹងនិយាយធ្វើបាបរដ្ឋាភិបាលកម្ពុជាឲ្យប្រជាពលរដ្ឋក្តៅក្រហាយខឹងរដ្ឋាភិបាលកម្ពុជាហើយព្រោះនៅក្នុងការចរចាប័ណ្ណឈប់បាញ់ណាក៏វាមានសម្បទានដែរ
វាអត់ដែលការចរចាណាអត់មានសម្បទានទេគឺវាត្រូវតែមានបាត់ខ្លះវាមានបានខ្លះវាមានលើសលួសអីខ្លះទៅប៉ុន្តែសំខាន់យើងបានការជប់បាញ់គ្នាដែរមិនអញ្ចឹងនៅពេលដែលមានការជប់បាញ់គ្នាអត់មើលអំពីសមិទ្ធិនៃការជប់បាញ់គ្នានឹងទេឬអត់មើលចេតនាល្អរបស់រដ្ឋាភិបាលកម្ពុជាដែលចង់បានសុខសន្តិភាពស្ងប់កុំឲ្យមានប្រជាពលរដ្ឋកិច្ចគ្រាប់ផ្លោងឥឡូវជនភៀសសឹកយើងរហូតដល់ទៅជាង5សែននាក់នៅសល់តែ8សែន80000នាក់ទេបានន័យថានៅសល់មិនដល់15%ទេតើបើសិនជាកុំមានប័ណ្ណឈប់បាញ់ហ្នឹងតើប្រជាពលរដ្ឋបានវិលទៅលំនៅឋានវិញទេតើទាហានជួមុខបានទទួលទានអាហារត្រង់មាត់ដូចឥឡូវទេតើយើងចាប់ផ្ដើមប្រកបរបរទទួលទានតាមសមាអាជីវៈដូចដើមវិញបានទេតើបងប្អូនចាប់ផ្ដើមគិតពីរឿងអីផ្សេងដោះស្រាយបញ្ហាជីវភាពគ្រួសារកុំឲ្យគិតតែពីរឿងវិច្ចបំវិចរត់ទេអាហ្នឹងរដ្ឋាភិបាលអត់ធ្វើអីសោះឬក៏យ៉ាងម៉េចយើងគិតថាការដែលឈប់បាញ់ហ្នឹងអត់មានបានផលអីសោះឬក៏យ៉ាងម៉េចយើងនិយាយហ្នឹងគឺយើងនិយាយធ្វើឲ្យរដ្ឋាភិបាលធ្វើអីក៏ខុសឬក៏យ៉ាងម៉េចរដ្ឋាភិបាលគេច្បាស់ជាសួរអញ្ចឹងណាបងប្អូននេះជាសំណួររបស់រដ្ឋាភិបាលកម្ពុជាមកលើអ្នកផ្សាយព័ត៌មានទាំងអស់រួមទាំងមុងណារ៉េតផងខ្ញុំបាននិយាយច្រើនលើកច្រើនគ្រាហើយថាអ្វីដែលរដ្ឋាភិបាលធ្វើនៅក្នុងកិច្ចព្រមព្រៀងអត់ខុសទេនៅក្នុងការដែលយើងចង់បានសុខសន្តិភាពខ្ញុំអត់ដែលលើកទឹកចិត្តឲ្យធ្វើសង្គ្រាមខ្ញុំអត់ដែលលើកទឹកចិត្តឲ្យវាយគ្នាច្បាំងគ្នាទេហើយបើច្បាំងក៏មិនឈ្នះថៃដែរខ្ញុំនៅនិយាយដដែលបើច្បាំងដូចយើងស្ថានភាពសប្ងៃច្បាំង1000ឆ្នាំទៀតក៏មិនឈ្នះថៃដែរព្រោះយើងវាបែកបាក់គ្នាយើងកម្លាំងវាខ្សោយយើងវាអត់មូលមាត់គ្នាសពបែបយ៉ាងរបៀបដឹកនាំរដ្ឋយើងធ្វើឲ្យយើងចាញ់ថៃដូច្នេះវាអត់មានអីឆ្ងល់ទេអញ្ចឹងការជ្រើសរើសយកសុខសន្តិភាពកុំឲ្យបាញ់គ្នាជាមួយនឹងសត្រូវប្រចាំមិត្តយើងដែលមានកម្លាំងមហិមាអត់មានអីខុសទេយ៉ាងហោចណាស់យើងសង្គ្រោះជីវិតមនុស្សសង្គ្រោះជីវិតកងទ័ពជួរមុខរបស់យើងកុំឲ្យស្លាប់កុំឲ្យរបួសវេទនាលឹះនឹងទៀតហើយកុំឲ្យថាមានចម្បាំងរាំងជុលទៅធ្វើឲ្យបាត់ដូចថាអារម្មណ៍សុខសន្តិភាពសុវត្ថិភាពខ្ញុំគ្រប់គ្រង 100% អត់មានស្អីដែលចង់ឲ្យមានចំនួនចម្បាំងរាំងជុលប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះគឺនិយាយអំពីរដ្ឋាភិបាលកម្ពុជាខ្លួនឯងមាត់ផ្សេងដៃផ្សឹងយើងកុហកប្រជាពលរដ្ឋណាបងប្អូនកុហកប្រជាពលរដ្ឋនៅក្នុងន័យថាយកពាក្យសន្តិភាពនិងភាពបានសុខដុមរមនារវាងថៃនិងខ្មែរហ្នឹងព្រំដែនហ្នឹងយកមកជាការលួងស្អំចិត្តតែមិនប្រាប់ការពិតឲ្យប្រជាពលរដ្ឋដឹងខ្ញុំបាននិយាយម្ដងទៀតថាពេញចិត្តណាស់ឲ្យមានសុខសន្តិភាពមានសម្បទានអីវាច្បាស់ណាស់វាមិនអីទេក៏ប៉ុន្តែអ្វីដែលពិបាកនឹងទទួលយកបានគឺនយោបាយប្រជាពិធដ្ឋកុហកប្រជាពលរដ្ឋដែលថាខ្លួនឯងអត់បានធ្វើអីប៉ះពាល់ដល់ការដែលសញ្ញេឲ្យគេគ្រប់គ្រងនៅកន្លែងណាកន្លែងហ្នឹងសោះហើយមកនិយាយធ្វើដូចថ្មីចាស់ដូចនិយាយថាយើងមិនទទួលស្គាល់ដែនដីដែលយោធាដណ្ដើមកាន់កាប់ដោយកម្លាំងដែលផ្ទុយនឹងពីច្បាប់អន្តរជាតិមិនទទួលស្គាល់ព្រំដែនដែលប្រែប្រួលដោយកម្លាំងទេចុះហេតុអីបានការមិនទទួលស្គាល់នឹងយើងធ្វើនៅក្រៅយើងចុះហត្ថលេខាជាមួយគេសំណួរខ្ញុំសួរតែប៉ុណ្្នឹងឯងដូចយើងទៅទិញឡានទិញម៉ូតូយកមកជិះអញ្ចឹងណាបងប្អូនពេលដែលយើងមានកិច្ចសន្យាអីជាមួយគេគឺគេដាក់ថារថយន្តនេះឧទាហរណ៍រថយន្តនេះឬក៏ម៉ូតូនេះគេលក់ក្នុងតម្លៃ$100យើងគិតថាទេ$100មិនដែលទេព្រោះធម្មតាម៉ូតូណាដែល$100ទិញតែសបកកង់មុខកង់ក្រោយនិងអាកង់មុខកង់ក្រោយហ្នឹងមិនទាំងគ្រប់ផងកំថាឲ្យដល់តួមានម៉ាស៊ីនមានអីសពបែបយ៉ាងធ្វើលេខធ្វើកាតគ្រីជីបានអីទៀតងាប់ហើយ$1000យ៉ាងតិចឧទាហរណ៍តែដល់គេលក់$100ហើយគេបានមានកិច្ចសន្យាមួយជាមួយយើងថាម៉ូតូនេះលក់តម្លៃ$100គឺយកឃើញប៉ុណ្ណាប៉ុណ្ណឹងអត់មានការតវ៉ាអីទេប៉ុណ្ណាប៉ុណ្ណឹងឃើញមិនអញ្ចឹងហើយចុះហត្ថលេខាបង់លុយទៅយកទៅជិះទៅស្រាប់តែយើងបង់លុយ$100ហើយស្រាប់តែដល់តែពេលជិះក្រកក្រាអាចចង្វាក់មិនដឹងជាចង្វាក់អាមញងមិនដឹងជាមញងរិចរិលអស់អាម៉ាស៊ីនហ្នឹងគឺដាក់ចកឹះលេខហ្នឹងដាក់ទៅក៏មិនចូលអញញ៉ៃយើងទៅរករឿងអ្នកលក់ម៉ូតូថាអត់ជិះកើតសុំយកលុយវិញក៏ប៉ុន្តែនៅក្នុងកិច្ចសន្យារបស់យើងហ្នឹងយើងនិយាយថាម៉េចយើងនិយាយថាម៉ូតូនេះគឺឃើញមិនលក់អញ្ចឹងយកទៅជិះកើតជិះមិនកើតគឺអត់មានការធានាខុសត្រូវអីទេព្រោះអីយើងព្រមព្រៀងគ្នា$100ឃើញតាមជាក់ស្ដែងបងប្អូនសូម្បីតែកិច្ចសន្យាបែបហ្នឹងក៏យើងអត់អាចទៅប្រកែកទាលុយមកវិញបានដែរព្រោះយើងទៅទិញរបស់គេថាឃើញមិនយកអញ្ចឹងអាហ្នឹងដូចខាងអ្នកកាប់សាច់ឡានអីទៅទិញគ្រឿងបន្លាស់គេដាក់ពីកុងតឺន័រអីមកអញ្ចឹងតែពេលគេលក់គឺយើងឃើញមិនយើងយកអញ្ចឹងអូជជែកគ្នាទៅតាមមនោសញ្ចេតនាទៅបើវាអីខ្វះនេះខ្វះនោះខ្លាំងសុំថែមថយខ្សែភ្លើងឬក៏អាគុយមួយអីឡាក់នឹងឡាក់អាហ្នឹងវាជារឿងព្រមព្រៀងគ្នាប៉ុន្តែជាគោលការណ៍គឺយើងអត់អាចទៅទាលុយគេវិញបានទេព្រោះនៅក្នុងកិច្ចសន្យាហ្នឹងគេសរសេរទៀតថារបស់ដែលបានទិញហើយគឺមិនអាចដូរយកលុយបានទៀតគឺវាអស់ត្រឹមប៉ុណ្្នឹងអញ្ចឹងហើយយើងចុះហត្ថលេខាជាមួយគ្នាអញ្ចឹងរឿងដីយើងនឹងក៏អញ្ចឹងដែរយើងចុះហត្ថលេខាជាមួយគ្នាអញ្ចឹងចុះហត្ថលេខាថាម៉េចថាដីកម្ពុជាដែលថៃវាយបាននេះគឺគ្រប់គ្រងនៅកន្លែងណានៅកន្លែងហ្នឹងយកកន្លែងហ្នឹងចុះគ្រប់គ្រងអញ្ចឹងចុះព្រោះកម្ពុជាព្រមថាធ្វើម៉េចបើវាអញ្ចឹងហើយហ្នឹងចង់និយាយអញ្ចឹងនៅក្នុងពេលចុះបេក្ខកិច្ចព្រោះយើងអត់អាចនឹងទៅដាក់លក្ខខណ្ឌថាទៅថយសិនទៅហីថយទៅកុំឲ្យដល់ទៅកន្លែងដើមសិនមុននឹងថ្ងៃវាយថ្ងៃ27
ខែធ្នូយើងអត់ទាំងនិយាយដល់ថ្ងៃទី20ថ្ងៃទីប្រហែលផ្លេចឲ្យបងប្អូនថ្ងៃទី4កក្កដាដែលវាយ5ថ្ងៃនៅដល់7កក្កដាសំទោស27ដល់27កក្កដាអីហ្នឹងវាយ5ថ្ងៃអាលើកដំបូងដែលគេយកបាន10ទីតាំងអត់តែប្រាសាទតាកបីណាអាហ្នឹងមិនបាច់និយាយអាហ្នឹងអាក្រោយនេះគឺយើងកំណត់អញ្ចឹងគឺយើងអត់បាននិយាយថាទេថយទៅវិញឲ្យអស់សិនណានៅពេលមុនបាញ់គ្នានិយាយទៅសភាពការមុននឹងថ្ងៃទី28ខែឧសភានោះមុននឹងមានបាញ់ស្លាប់លោកសួនរោននៅក្នុងតំបន់មុំ3បើយើងនិយាយអញ្ចឹងឲ្យថយសិនណាបានចុះកិច្ចព្រមព្រៀងអាហ្នឹងអត់អីទេស្រាប់ដល់ពេលហើយស្រាប់ចុះកិច្ចព្រមព្រៀងហើយថៃយកបលាលួសយកកុងតឺន័រមកដាក់គ្រប់តំបន់30-40ដូចយើងមានអាហ្នឹងថៃដឹងថាត្រូវថ្មោងហ្មងប៉ុន្តែដល់ពេលដែលយើងចុះកិច្ចព្រមព្រៀងជាមួយគ្នាហ្នឹងគឺយើងនិយាយអញ្ចឹងយកទៅតំបន់ឯងគ្រប់គ្រងបានតែកុំរុលមកថែមទៀតណែអង្វរគេចេះដាក់លក្ខខណ្ឌជាមួយគេថាកុំឲ្យមកទៀតអាហ្នឹងដូចលក្ខខណ្ឌជាមួយម៉ូតូមិញអញ្ចឹងណែរបស់ដែលទិញនេះណាឃើញមិនខ្មិចគឺទិញអញ្ចឹងអត់មានតែយកទៅហើយថែមមកទៀតដូរសបកកង់ឬក៏ថែមអីទៀតទេអត់ទេឃើញមិនខ្មិចអញ្ចឹងយើងនិយាយជាមួយគ្នាអញ្ចឹងហ្នឹងនៅក្នុងកិច្ចព្រមព្រៀងរួចតទៅពេលឥឡូវដោយអ្វីដែលខាងអ្នកនាំពាក្យរដ្ឋាភិបាលឬក៏រដ្ឋាភិបាលកម្ពុជាឬក៏ក្រសួងការបរទេសនិយាយមិនទទួលស្គាល់ដែនអធិបតេយ្យកម្ពុជាដែលបានដោយកម្លាំងប្រដាប់អាវុធព្រោះវាខុសច្បាប់អន្តរជាតិចុះពីមុនហេតុអីក៏អត់ទទួលស្គាល់អាហ្នឹងនេះអាមុនចុះកិច្ចព្រមព្រៀងគ្នាហេតុអីក៏មិនទទួលស្គាល់ក្រែងដឹងថាថៃឈ្លានពានកម្ពុជាវាយដោយកម្លាំងប្រដាប់អាវុធតាមិនមែនដើរមកច្បោលដើរយកបានស្រេចចិត្តណាកម្លាំងប្រដាប់អាវុធមកតាវាយគ្នាមកតាអាហ្នឹងក្រែងកម្លាំងប្រដាប់អាវុធមាន F16 មានគ្រាប់បែកចង្កោមមានក៏ភ្លើងប្រើប្រាស់សពបែបយ៉ាងគ្រាប់បែកផ្សែងពុលគ្រាប់បែកអីមកកណោក៏ដឹកទៀតក្រែងអាហ្នឹងកម្លាំងប្រដាប់អាវុធតាហើយចុះហេតុអីបានជាយើងព្រមព្រៀងជាមួយគេនៅថ្ងៃនោះខ្ញុំថាទៀតហើយនិយាយទៀតហើយគេថាគេព្រមព្រៀងដោយសារយើងចង់បានសុខសន្តិភាពអញ្ចឹងចុះហត្ថលេខាហើយសំយើងប្រកែកអីទៀតទៅព្រោះអីយើងចង់ឲ្យបានស្ងប់បាញ់សិនអីបើមិនស្ងប់បាញ់ក៏គេមិនព្រមខ្ញុំអត់មានបានថាដើម្បីស្ងប់បាញ់យើងមិនព្រមខ្ញុំអត់មានបានជំទាស់អីសោះស្ងប់បាញ់ដើម្បីឲ្យបានសុខទាំងអស់គ្នាអាសាច់ជូនខ្លាបាននៅស្រុកបានអត់អីទេក៏ប៉ុន្តែយើងមិនអាចមកនិយាយក្រោយនឹងថាពេលដែលយើងសញ្ញេឲ្យគេហើយយើងព្រមឲ្យគេហើយស្រាប់តែយើងមកនិយាយថាអានឹងយើងអត់ទទួលយកបានយើងមិនព្រមទេតើកន្លែងណាដែលយើងឈ្នះគេខ្ញុំពងនិយាយចឹងថាមើលឥឡូវបងប្អូនសាកគិតឲ្យសាមញ្ញមើលបើបងប្អូនជាខ្ញុំតើយើងគិតអារឿងលក់ម៉ូតូ$100ដែលយើងព្រមសញ្ញេកិច្ចសន្យាជាមួយគេផ្ដិតមេដៃមានសាកសីមានអីប្រាប់ថាម៉ូតូហ្នឹងជាការពិតបើយើងដឹងហើយនៅទីផ្សារណាក៏ប្រហែល$1000ដែរប៉ុន្តែគេលក់ថោកបែបហ្នឹងគឺយើងព្រមទទួលយកថាអាម៉េចវាអញ្ចឹងហើយអត់ទាលុយវិញបានអត់ថែមថយអីទេយកទៅជីកកាតយកជីមកាតមិនអីទេគឺយើងព្រមហើយតើមេធាវីណាទៅតវ៉ាឈ្នះក្តីយើងបានឬក៏យើងទៅប្រាប់ថាអត់ទេក៏អ្នកដែលលក់ម៉ូតូហ្នឹងគាត់បោកគឺថាកែអីអញ្ចឹងទៅធ្វើឲ្យយើងគិតថាហ្នឹងវាថ្មីវាល្អលុះក្រោមការចាញ់បោករបស់គេព្រោះអីយើងស្មានតែរបស់ហ្នឹងល្អក៏លុះក្រោមអធិពលហ្នឹងចុះហត្ថលេខាអាហ្នឹងមេធាវីក៏ការពារក្តីឲ្យយើងតែមិនឈ្នះដោយសារអីគេឲ្យយើងមើលដោយសារលក្ខខណ្ឌមួយគេប្រាប់ថាឃើញមិនយកអញ្ចឹងអត់មានតវ៉ាអត់មានថែមថយដូចគ្នានឹងកិច្ចព្រមព្រៀងយើងនេះណាបងប្អូនចឹងបានថាខ្ញុំវារកម្មចិត្តមែនតើខ្ញុំមិនបន្ទោសរដ្ឋាភិបាលកម្ពុជាដែលនិយាយថាមិនទទួលស្គាល់ដែនដីណាដែលបានទន្ទ្រានដោយកម្លាំងប្រដាប់អាវុធពាក្យនេះហាគឺធ្វើនិយាយត្រូវមុននឹងមានបាញ់គ្នានិយាយពេលណាក៏ត្រូវដែរនោះសំទោសនិយាយត្រូវមុននឹងមានកិច្ចព្រមព្រៀងជាមួយគ្នានិយាយពេលណាក៏ត្រូវដែរអ្នកណាក៏និយាយបានហើយមិនបាច់និយាយក៏បានដែរវាអត់ដែលមានដែនអធិបតេយ្យរបស់ប្រទេសណាមួយឲ្យរដ្ឋបរទេសទន្ទ្រានឈ្លានពានបានដោយកម្លាំងប្រដាប់អាវុធហើយបានសិទ្ធិដល់គេវាអត់ដែលមានទេច្បាប់ណាបើលោកនិយាយក៏បានមិននិយាយក៏បានដែរហើយមិនបាច់ប្រកាសថាមិនទទួលស្គាល់ឬទទួលស្គាល់អីទេវាគ្មានរដ្ឋបរទេសណាមកអាចយកប្រទេសណាមួយដោយកម្លាំងប្រដាប់អាវុធឲ្យថាជាដីរបស់ខ្លួនបើអញ្ចឹងគេដើរយកគ្រប់គ្នាអញ្ចឹងគេដើរចូលយកតាមកម្លាំងប្រដាប់អាវុធដូចរុស្ស៊ីទៅយកអ៊ុយក្រែនឬក៏ប្រទេសណាផ្សេងដើរយកអញ្ចឹងឲ្យតែខ្លួនឯងមានគ្រាប់បរិមាណណូដូចកូរ៉េខាងជើងអីអញ្ចឹងទៅយកកូរ៉េខាងត្បូងដាច់ហ្មងដោយសារខ្លួនឯងមានបរិមាណណូអីអញ្ចឹងវាអត់អាចធ្វើអញ្ចឹងបានទេព្រោះអាច្បាប់ជាសកលមួយគេចែងឲ្យដល់ពេលដែលយើងនិយាយថាយើងមិនទទួលស្គាល់ការគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាដោយកម្លាំងប្រដាប់អាវុធយើងនិយាយបានតែក្នុងករណីថៃអត់ទាន់គ្រប់គ្រងតែវាយគ្នាហើយយើងទៅព្រមចុះហត្ថលេខាព្រមឲ្យដីគេដូចរឿងអ៊ុយក្រែននិងរុស្ស៊ីអញ្ចឹងសប្តាហ៍ថ្ងៃនៅឆ្លោះគ្នាត្រង់ថារុស្ស៊ីទន្ទ្រានឈ្លានពានដែនដីអ៊ុយក្រែនបាន 25% អត់អាចចរចាគ្នាបានដោយសារអ៊ុយក្រែនអត់ទាន់ព្រមទទួលស្គាល់ភាពស្របច្បាប់នៃអ្វីដែលរុស្ស៊ីវាយបានអ៊ុយក្រែនទាឲ្យរុស្ស៊ីថយទៅវិញទុកដីអ៊ុយក្រែនរុស្ស៊ីថាអត់ព្រមស្លាប់ទាហានគេមកកណោអ៊ុយក្រែនថាស្លាប់ទាហានណែឯងខ្ញុំមានតែឈឺក្បាលឲ្យខ្ញុំណែឯងរំលោភឈ្លានពានសម្រាប់ទាហានខ្ញុំអស់មកកណោដែរអញ្ចឹងណែឯងត្រូវដកទៅវិញឲ្យអស់បានចរចាគ្នាបានរុស្ស៊ីថាអត់ព្រមគេជ្រុលដៃហើយត្រូវតែយកឃើញប្រទេសបតងគ្នាអត់មានការចរចាសន្តិភាពទេដោយសារអ៊ុយក្រែនតឹងដែរចោះឧបមាថាអ៊ុយក្រែនថាទេឥឡូវជប់បាញ់ជាមួយរុស្ស៊ីចុះកិច្ចសន្យាឲ្យរុស្ស៊ីយកដីទាំង25កន្លែងចុះភ្លាមឧទាហរណ៍បើអ៊ុយក្រែនចុះហត្ថលេខាឥឡូវអត់មានការតម្លាក់គ្រាប់
នៅអ៊ុយក្រែនទៀតទេឥឡូវនឹងតម្លាក់គ្រាប់រាល់ថ្ងៃតែរុស្ស៊ីអត់អ៊ុយក្រែនអត់ព្រមចុះហត្ថលេខានៃបទឈប់បាញ់ព្រមប្រគល់ដែនដីនឹងទៅឲ្យរុស្ស៊ីរឿងនេះហើយដែលរឿងអត់ដូច្នេះអ្វីដែលរុស្ស៊ីគ្រប់គ្រងបានគឺជាដែនអធិបតេយ្យរបស់អ៊ុយក្រែន 100% គ្រាន់តែទ័ពបរទេសមិនទាន់ដកទៅវិញអត់មានសញ្ញាអីទាំងអស់ក្នុងករណីអ៊ុយក្រែនគឺអ៊ុយក្រែនមានដងដាវអត់មានអាចមកយកដីអ៊ុយក្រែនបានទេរុស្ស៊ីឯងគ្រប់គ្រង100ឆ្នាំទៀតក៏បានដែរប៉ុន្តែដីហ្នឹងគឺដីអ៊ុយក្រែនអ្នកឯងត្រូវតែដកចេញនៅពេលណាមួយដាច់ខាតព្រោះអីរុស្ស៊ីម្ចាស់ផ្ទះអត់ទទួលស្គាល់ប៉ុន្តែកម្ពុជាយើងនេះម្ចាស់ផ្ទះទទួលស្គាល់ដីដែលគេគ្រប់គ្រងដោយកម្លាំងយោធានេះហើយយើងទៅនៅអង្គុយបកស្រាយស្អីណាចាំប្រមូលចូលសងអីយើងចូលសងដោយពួករុស្ស៊ីអញ្ចឹងបានយើងអត់ទាន់មានសញ្ញាចុះហត្ថលេខាអីអាហ្នឹងអាចសង្ឃឹមដោយលោកគុជលីឬក៏អ្នកណាក៏ដោយនិយាយខ្ញុំយល់ស្របថាដេកផ្សងព្រេងវាសនាហ្នឹងគឺខ្ញុំជឿ 100% ថាតាហ៊ានបរទេសត្រូវដកចេញពីដែនអធិបតេយ្យកម្ពុជាទៅវិញជាដាច់ខាតព្រោះมันអាចឈ្លានពានដែនអធិបតេយ្យរបស់រដ្ឋមួយដោយកម្លាំងយោធាឲ្យយកអាហ្នឹងគ្រប់គ្រងបានស្របច្បាប់ទេគាត់ថាណែឯងធ្វើអីធ្វើមួយរយៈសិនទៅគឺតែណែឯងដកទៅវិញអាហ្នឹងជារបស់ខ្មែរទាំងអស់ព្រោះវាទៅលើដីខ្មែរបើអត់ទាន់មានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ថ្ងៃ27ខែធ្នូដែលមានទាំងអន្តរជាតិទទួលស្គាល់អបអរសាទរអាហ្នឹងខ្ញុំអត់សូវជំទាស់អីសោះប៉ុន្តែដល់តែពេលយើងព្រមព្រៀងចុះហត្ថលេខាជាមួយគ្នាហើយស្រាប់មកទាត់ចោលអ្វីដែលយើងព្រមព្រៀងតែអាហ្នឹងមិនមែនជាការដែលយើងរំលោភប័ណ្ណជប់បាញ់នឹងដែរទេថៃគេអាចចោទយើងពីរំលោភប័ណ្ណជប់បាញ់ដែរណាព្រោះអីចាំបានថៃរាល់ថ្ងៃគេអត់មានឈឺក្បាលយើងទេយើងថ្លែងសារយើងថ្លែងការយើងទាត់ចោលយើងបដិសេធអីថៃអត់ឈឺក្បាលសុំបីតែមួយបន្តិចបើថៃស្ដាប់យើងឈឺក្បាលនឹងយើងថៃអត់ដឹកកុងតឺន័រអត់អភិវឌ្ឍអីនៅក្នុងតំបន់របស់ខ្លួនគ្រប់គ្រងបានទេប៉ុន្តែថៃដឹងច្បាស់ថាមានកិច្ចព្រមព្រៀងថ្ងៃ27ខែធ្នូនេះគឺជាប្លង់រឹងរបស់ថៃធ្វើអីក៏បានដែរកម្ពុជាអត់អាចនឹងទៅរករឿងថៃបានទេយើងរករឿងបានតែមួយយ៉ាងគត់គឺបើថៃរុលលើសបន្លាលួសខុសពីអ្វីដែលមាននៅក្នុងពេលព្រមព្រៀងថ្ងៃ27ខែធ្នូអានេះបងប្អូនយើងគួរយល់ទាំងអស់គ្នាកុំឲ្យចាញ់បោកនយោបាយប្រជាពិធហើយតាមពិតរដ្ឋាភិបាលមិនខុសទេក្នុងការស្អំចិត្តប្រជាពលរដ្ឋកុំឲ្យបាក់ទឹកចិត្តខ្លាំងពេកព្រោះរដ្ឋាភិបាលកំពុងដោះស្រាយតាមពិតណាល្បិចនេះគឺគ្រាន់តែជាការស្អំចិត្តប្រជាពលរដ្ឋកុំឲ្យបះបោកុំឲ្យតវ៉ាកុំឲ្យមើលឃើញអំពីបញ្ហាខ្លាំងពេកតែប្រជាពលរដ្ឋមានការរំជួលចិត្តថាដីនឹងបាត់ទៅគេអីចឹងមិនអាចទាមទារបានគឺច្បាស់ជាររឿងរដ្ឋាភិបាលហើយមិនអាចគ្រប់គ្រងបានខ្ញុំថាវាជាយុទ្ធសាស្ត្រដើម្បីទប់ស្ថានភាពកុំឲ្យវាដាបខ្លាំងជាងបច្ចុប្បន្នវាមិនអីទេប៉ុន្តែមិនអាចកុហកប្រជាពលរដ្ឋថាយើងចោះកិច្ចសន្យាហើយយើងទៅលុបចោលវិញហើយយើងថាយើងមិនទទួលស្គាល់បងប្អូនប្រជាពលរដ្ឋកម្ពុជាមិនអាចនឹងទទួលយកបានចឹងបានថាឲ្យតែអ្នកណាម្នាក់និយាយថាជាយុទ្ធសាស្ត្រប្រមូលគៀគោឲ្យចូលក្រោលយុទ្ធសាស្ត្រឲ្យគេអភិវឌ្ឍសិនខ្ចីដៃគេហើយចាំយើងយកមកវិញណាអានេះគឺជានយោបាយប្រជាពិធបោកប្រជាពលរដ្ឋគ្រប់ពេលគ្រប់វេលាហើយខ្ញុំនៅតែប្រកាន់ជំហរថាអស់លោកបោកលុះខ្សៃបោកតតែស្លាប់ខ្លួនហើយប្រជាពលរដ្ឋនឹងចាញ់បោកអស់លោកប៉ុន្តែក្នុងពេលហ្នឹងគាត់ទលាន់ដែរបើយើងច្បាស់លាស់ហើយខ្ញុំនិយាយថាឥឡូវវាជ្រុលក្បាលកពើហើយយើងព្រមចុះកិច្ចព្រមព្រៀងជាមួយថៃវាចុះហើយយើងបានសុខសន្តិភាពស្ងប់មានការវិលទៅលំនៅឋានមិនអស់ក៏ដោយក៏យើងបាន5សែនអ្នកជាងដែរចាត់ទុកថាហ្នឹងជាសមិទ្ធិចុះអត់អីទេប៉ុន្តែត្រូវទទួលស្គាល់ការពិតថាកម្ពុជាផ្លត់ស្នៀតរបស់ថៃហើយមិនមែនយើងឈ្នះល្បិចថៃគេចាញ់ល្បិចយើងទេកុំប្រើពាក្យហ្នឹងយើងចាញ់ស្នៀតថៃហើយគឺនៅពេលដែលយើងចុះហត្ថលេខាព្រមឲ្យថៃគ្រប់គ្រងតំបន់ណាតំបន់ហ្នឹងគឺយើងចាញ់គេហើយកន្លែងហ្នឹងត្រូវទទួលស្គាល់ការពិតប៉ុន្តែមិនយឺតពេលទេបើសិនជាយើងដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏យុត្តិធម៌អន្តរជាតិបងប្អូនរឿងពីរណាតុលាការព្រហ្មទណ្ឌអន្តរជាតិមានប្រយោជន៍ច្រើនសម្រាប់ខ្មែរដោយសារទាសំណងជំងឺចិត្តពីថៃដែលឈ្លានពានយើងរឿងទាសំណងជំងឺចិត្តខ្ញុំនឹងបញ្យល់ទៀតថាហេតុអីបានសំខាន់បើយើងដាក់ពាក្យប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សំណងជំងឺចិត្តអំពីការខូចខាតដែនអធិបតេយ្យរបស់កម្ពុជានិងការឈ្លានពានរបស់ថៃវាជាភស្តុតាងមួយដើម្បីឲ្យមានទឹកមាត់ប្រៃក្នុងការដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិមួយទៀតហេតុអីបានខ្ញុំនិយាយអញ្ចឹងតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺគេកាត់ទោសបុគ្គលមេដឹកនាំខ្មែរមេដឹកនាំថៃមេយោធាខ្មែរមេយោធាថៃអញ្ចឹងទៅគឺគេចាប់កាត់ទោសតែបុគ្គលប៉ុន្តែនៅក្នុងការដែលដោះស្រាយបណ្ដឹងព្រហ្មទណ្ឌបែបនេះគឺមានសំណងរដ្ឋប្រវេណីគឺសំណងខូចខាតអញ្ចឹងបើកម្ពុជាឈ្នះថាឥឡូវប្តឹងថៃឈ្នះពីរឿងសម្រាប់ទាហានខ្មែរសម្រាប់ជនស៊ីវិលខ្មែរបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រាង្គប្រាសាទខ្មែរនៅក្នុងដីខ្មែរបើតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ឲ្យខ្មែរឈ្នះគឺទី1ខ្មែរបានសំណងពីថៃសងការខូចខាតរឿងសំខាន់គឺការសងការខូចខាតប៉ុន្តែដែលរឿងសំខាន់បំផុតគឺលក្ខណៈគតិយុត្តផ្លូវច្បាប់ដែលជាព្រៀបរបស់ខ្មែរក្នុងការរករឿងថៃថាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាព្រោះបើតុលាការកាត់ឲ្យថៃសងសំណងខូចខាតនៅក្នុងដីខ្មែរដែលថៃរំលោភបំពានដីខ្មែរបានន័យថាតុលាការអន្តរជាតិ ICC នេះនឹងចាត់ទុកថាថៃឈ្លានពានកម្ពុជានៅពេលដែលមានអំពើឈ្លានពានកម្ពុជា
ពេលនោះឯងហើយដែលកម្ពុជាយកអាអំពើឈ្លានពានហ្នឹងទៅទាថៃក្នុងការខ្ជាក់ដីខ្មែរមកវិញហើយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែលយកសាលដីកាឬសាលក្រមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិបានទាំងសំណងបានទាំងការទទួលស្គាល់ថាថៃឈ្លានពានកម្ពុជាមានហេតុផលគ្រប់គ្រាន់ដើម្បីគិតថាអ្វីដែលថៃវាយលុកចូលកម្ពុជាហ្នឹងគឺជាអំពើឈ្លានពានប្រដាប់អាវុធហើយរុលចូលក្នុងដែនអធិបតេយ្យកម្ពុជាទាដីកម្ពុជាឡើងវិញតាមតុលាការយុត្តិធម៌អន្តរជាតិបងប្អូនឃើញតឡាដីខ្មែរយកដីមកវិញបានទេហើយក៏មើលកិច្ចព្រមព្រៀងនៃបាត់ជប់បាញ់ឈប់និយាយដល់រាបណាដែលយកកិច្ចព្រមព្រៀងនៃបាត់ជប់បាញ់គ្នាថ្ងៃ27ខែធ្នូមកដើម្បីស្អំចិត្តប្រជាពលរដ្ឋថាបានសុខសន្តិភាពហើយចង់បានអីទៀតយើងឃើញមានសុខសន្តិភាពមានស្ថិរភាពនយោបាយមានអីប្រជាពលរដ្ឋវិលទៅលំនៅឋានវិញខ្ញុំថាបើយកអាហ្នឹងមកគឺយើងហុចដងដាវទៅឲ្យថៃហើយស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថាកម្ពុជាច្បាស់លាស់នឹងការចង់បានសន្តិភាពណាស្រឡាញ់សន្តិភាពណាល្អហើយអ្នកណាក៏ស្រឡាញ់សន្តិភាពដែរប៉ុន្តែឲ្យដងដាវទៅថៃមួយត្រង់ថាយើងព្រមព្រៀងគេឲ្យគេគ្រប់គ្រងដែនដីទាំងអស់ហ្នឹងអញ្ចឹងអាចយកដីហ្នឹងមកវិញបានទេបើយកកិច្ចព្រមព្រៀងនេះយកមកអនុវត្តកម្ពុជាបាត់ដីទាំងអស់ប៉ុន្តែបើកម្ពុជាប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យគេកាត់ទោសថៃពីបទឈ្លានពានហើយសងសំណងជំងឺចិត្តមានភ័ស្តុតាងគ្រប់គ្រាន់តែថាថៃឈ្លានពានយកអំពើឈ្លានពានហ្នឹងទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិនឹងត្រូវទាមទារឲ្យថៃដោះខ្ជាក់ដីមកវិញហើយអត់គិតពីការជប់បាញ់ព្រោះអាបទជប់បាញ់នេះវាគ្រាន់តែជាកិច្ចព្រមព្រៀងក្នុងមូលដ្ឋានដើម្បីបញ្ចប់ចំនួនទេប៉ុន្តែរឿងព្រំប្រទល់ថៃដីខ្មែរនិងថៃគឺអាចដោះស្រាយគ្នាតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907មានតុលាការយុត្តិធម៌អន្តរជាតិនេះជាយន្តការដែលខ្មែរឥឡូវខ្មែរជ្រុលក្បាលកពើហើយកុំនាំគ្នាបកស្រាយឲ្យខាតខ្មែរអីបានហើយបងប្អូនឈប់ទៅខ្ញុំសុំវឈប់ទៅទាំងរដ្ឋាភិបាលកម្ពុជាទាំងឃោសនិករបស់គណៈបកប្រជាជនកម្ពុជាឬក៏អ្នកដែលស្រឡាញ់រដ្ឋាភិបាលកម្ពុជាផ្កាប់មុខឈប់ទៅបានហើយឈប់យកកិច្ចព្រមព្រៀងនៃបទជប់បាញ់ថ្ងៃ27ខែធ្នូដើម្បីឲ្យមានសុខសន្តិភាពនេះថាជាសមិទ្ធិអីទៀតហើយថាយើងមិនទទួលស្គាល់ដីថៃគ្រប់គ្រងបានហើយអត់មានឈ្នះគេទេខ្ញុំមិនអ្នកច្បាប់ទេបងប្អូនសុំទោសការនិយាយរបស់ខ្ញុំមិនមែនជាបច្ចេកទេសជំនាញអ្នកច្បាប់ទេខ្ញុំនិយាយនេះគឺក្នុងការសង្កេតរបស់ខ្ញុំដែលជាន័យសាមញ្ញដែលបងប្អូនគួរយល់បានហើយតែយើងចុះកិច្ចព្រមព្រៀងលក្ខខណ្ឌកន្លែងណាមួយហើយគឺយើងមិនអាចបំពេញលក្ខខណ្ឌរបស់កិច្ចព្រមព្រៀងបើយើងបំពេញលក្ខខណ្ឌកិច្ចព្រមព្រៀងខ្លួនឯងតើគេទុកចិត្តយើងថាជាមនុស្សស្មោះត្រង់ប៉ុណ្ណាគេលែងទុកចិត្តយើងទៀតដូច្នេះបើយើងសញ្ញេប្រាប់ថាឲ្យគេគ្រប់គ្រងតំបន់ហ្នឹងគេទៅណានៅហ្នឹងគេធ្វើអីក៏បានដែររួចតែមកក្រោយមកថាយើងមិនទទួលស្គាល់តំបន់ហ្នឹងតើមានន័យយ៉ាងម៉េចដូចគ្នានឹងម៉ូតូដែលយើងគេប្រាប់ថា$100រូបរាងប៉ុណ្ណឹងយកទៅជិះបានជិះមិនបានទទួលខុសត្រូវខ្លួនឯងហើយស្រាប់ដល់ជិះអត់កើតយើងទៅរករឿងគេថាខ្ញុំជិះមិនបានផងដោយសារតែខ្ញុំច្រឡំអីអញ្ចឹងហើយទាលុយវិញអត់អាណាឲ្យលុយយើងទេហើយក៏មិនឈ្នះក្តីគេដែរមេធាវីណាក៏ទៅតក្តីនឹងមិនឈ្នះគេដែរអញ្ចឹងខ្ញុំនិយាយពីចំណុចខ្សោយហេតុអីបាននិយាយពីចំណុចខ្សោយរបស់យើងនៅពេលដែលយើងមានប្រៀបកែងអួតថាយើងឈ្នះសង្គ្រាមចាញ់សមរភូមិគេយកដីយើងបានយើងចាញ់សមរភូមិតែយើងឈ្នះសង្គ្រាមយើងឈ្នះសង្គ្រាមការទូតឥឡូវអាការទូតហ្នឹងក៏យើងចាញ់គេទៀតយើងនៅតែរឿងតុលាការព្រហ្មទណ្ឌអន្តរជាតិអញ្ចឹងបានថាមានតែមួយយ៉ាងទេគឺប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដំបូងឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងដោះស្រាយដើម្បីកំណត់ថាអ្វីដែលថៃធ្វើគឺជាអកតកម្មសង្គ្រាមឈ្លានពានដែនអធិបតេយ្យកម្ពុជាពេលនោះឯងដែលបានជាហេតុផលដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យថៃខ្ជាក់ដីទាំងអស់ហើយបានមកខ្មែរវិញអញ្ចឹងអាកិច្ចព្រមព្រៀងដែលសញ្ញេហ្នឹងចាត់ទុកជាមោខៈបាននៅពេលដែលតុលាការគេនិយាយអំពីការរំលោភបំពានដែនអធិបតេយ្យរបស់កម្ពុជារឿងការព្រមព្រៀងគ្នាក្នុងមូលដ្ឋានគឺជាការដែលធ្វើឲ្យស្ងប់ស្ងាត់សុខសន្តិភាពកុំឲ្យមានការស្លាប់មនុស្សទៀតអាហ្នឹងវាជារឿងចាំបាច់របស់រដ្ឋាភិបាលកម្ពុជានិងថៃត្រូវធ្វើប៉ុន្តែថៃ 100% បងប្អូននឹងយកអាដងដាវដែលខ្មែរថាព្រមឲ្យអាដីតំបន់ដែលគ្រប់គ្រងហ្នឹងគឺថៃនៅណានៅហ្នឹងនឹងយកមកសកត់កខ្មែរគ្រប់ពេលប៉ុន្តែកុំឲ្យថៃអាចយកអាហ្នឹងជាការសកត់កហើយយើងគិតថាអូចាញ់ព្រៀបគេមិនហ៊ានដាក់ប្តឹងគេកុំយកលេសហ្នឹងឲ្យសោះអញ្ចឹងកុំម្ដងនេះមកនេះឈប់បានហើយគេទៅលន់ហើយឈប់និយាយថាគៀងគោចូលក្រោលឈប់អានយោបាយប្រជាពិធដ្ឋថាយើងនៅតែតវ៉ាដាច់ខាតគឺយើងទោះជាក្នុងរូបភាពណាគឺមិនទទួលស្គាល់អត់អាចប្រើពាក្យមិនទទួលស្គាល់